called Dr. Tira. ចាស្វាគមន៍អរលោកអ្នកមកកាន់កម្មវិធី Korea Tiara Beauty Show ដែលកម្មវិធីរបស់យើងនឹងធ្វើការជំរាបជូនទៅកាន់ប្រិយមិត្តទូរទស្សនិកជនតាក់ទងជាមួយនឹងបញ្ហាចាសម្រាប់ដើម្បីជាអស់លោកអ្នកកាន់តែស្អាតតាមក្បាលរចុងជើងផងដែររួមជាមួយនឹងការបំយកនៅឧបករណ៍ថ្មីៗមកកាន់ Tiara Beauty Show ផងដែរក៏មានវត្តមានរបស់នាងខ្ញុំសាឌីនិងបងណាខុនដែលជាអ្នកដំណើរការក្នុងកម្មវិធី បាទជំរាបសួរលោកស្រីអ្នកទាំងអស់គ្នាដែលកំពុងតាមទស្សនាជាមួយនឹងកម្មវិធីកិច្ចសភា Korean Tiara Beauty Show បាទកម្មវិធីរបស់យើងក៏តែពំនាំនៅវិធីសាស្ត្រដែលល្អៗដែលតាក់ទងជាមួយបញ្ហាសុខភាពជាពិសេសគឺសម្រស់តែម្ដងបាទជាពិសេសអ្នកដែលកំពុងតាមទស្សនានៅបានផលប្រយោជន៍ជាច្រើនដូចជាពីផលិតផល Dr. Tiara ក៏ដូចជាបច្ចេកវិទ្យាថ្មីៗពីមជ្ឈមណ្ឌល Tiara គឺក៏តែងតែមានសេវាកម្មថ្មីៗប្លែកៗជូនអតិថិជនរបស់លោកអ្នកផងដែរបាទហើយថ្ងៃនេះយើងក៏មានអ្នកជំនាញនឹងមកចែករំលែកពីបទពិសោធន៍បាទសូមជួបជាមួយនឹងលោកស្រី Tiara ទាំងអស់គ្នាផងដែរ 요즘에는 뭐 낙훈도 피부가 너무 좋고 뭐 사디도 피부가 예쁘지만 손님들 중에는 피부 때문에 오시는 분들이 많이 계십니다. 메이크업 하지 않기를 원하셔서 그냥 정말 BB 정도만 바르시기를 원하시는 분들이 많이 계시기 때문에 오셔가지고 얼굴 리프팅도 많이 하시지만 피부 관리를 하시는 분들이 많이 계신데 특히 이번에 오셔가지고 플라즈마 하시면서 기미나 주근깨에 많은 도움이 돼서 좋아하시는 분들이 많이 계십니다. 여러분들 저희 티아라에 오시면 기미 주근깨뿐만 아니라 피부톤을 좀 밝게 할 수 있는 여러 가지 케어들이 많이 준비되어 있으니까 피부 관리 하시러 저희 티아라에 오시기 바랍니다. តែអតិជនភាគច្រើនគឺគាត់ចង់បានស្បែកមុខស្អាតហ្មងអញ្ចឹងឥឡូវគឺគាត់បដោតទៅលើការថែទាំស្បែកមុខដែលសេះគាត់អត់ចង់ធ្វើការ make up ច្រើនបងដូចជាគាត់ចង់បានស្បែកមុខដូចបងណាខុនដូចសាឌីចឹងដែរតែមុខអត់ make up ប៉ុន្តែមើលទៅនៅតែស្អាតបែបក្មេងជាងវ័យអញ្ចឹងណាអញ្ចឹងគាត់តែងតែអញ្ជើញមកធ្វើសេវាកម្មថែទាំស្បែកមុខផងធ្វើឲ្យមើលទៅរៀងក្មេងជាងវ័យផងអញ្ចឹងចំពោះសេវាកម្មដែលជួយឲ្យស្បែកមុខរៀងក្មេងស្អាតហើយមើលទៅឃើញភ្លឺរលោងដែលយើងអត់ចាំបាច់ make up ក៏ស្អាតនោះគឺភាគច្រើនគឺគាត់ចូលចិត្តធ្វើជាមួយនឹងសេវាកម្ម plasma ដែលថាសេវាកម្ម plasma នេះទៅពេលដែលយើងធ្វើហើយគឺជួយកម្ចាត់នៅបញ្ហាដូចជាស្នាមមុនឬក៏ជាំឬក៏អាចរូបផ្សេងៗហ្នឹងគឺជួយបាត់បានច្រើនដែរអញ្ចឹងភាគច្រើនគឺតែតិចជុំគាត់ពេញចិត្តច្រើនចាពិសេសមែនតើជាមួយនឹងសេវាកម្ម plasma ចានិយាយទៅគឺស្បែកមុខរបស់យើងតង់រលោងក្មេងជាងមួយសំខាន់គឺគេហៅថាមានសំណើមស្អាតតែម្ដងចាដោយសារតែបច្ចុប្បន្ននេះគឺមានព័ត៌មានច្រើនមែនតើតាក់ទងជាមួយនឹងសម្រស់ដោយសារតែយើងអត់ដឹងថាព័ត៌មាននោះពិតឬក៏អត់ទេចាអញ្ចឹងលោកស្រីអាចធ្វើការជំរាបជូនបន្ថែមទេតាក់ទងជាមួយនឹងព័ត៌មានថាធ្វើមិនដើម្បីយើងកាន់តែស្អាត 네, 피부는 깨끗하게 코에 블랙헤드가 있으신 분들이 가끔 계시는데 이런 분들 굉장히 코 때문에 지저분해 보일 수가 있습니다. 블랙헤드를 제거하면 모공이 넓어진다는 생각을 하셔서 제거하지 않으시는 분들이 계시는데 절대 그렇지 않으니까 블랙헤드는 꼭 제거하시는 게 좋은데요. 이렇게 매끈한 코를 원하시기 때문에 블랙헤드를 집에서 잘못 제거를 하시면 염증이나 오히려 구멍이 좀 커지는 경우가 좀 많이 있고요. 모공이 열린 상태에서 여러 가지 피지들이 더 많이 생길 수가 있으니까 안전하게 저희 티아라에 오셔서 케어를 받으시는 게 훨씬 더 좋습니다. 블랙헤드 제거하실 때 뭐 통증이나 이런 거 없으시니까 걱정하지 마시고 저희 티아라에 오시기 바랍니다. ជាទូទៅផ្នែកចំមកក៏ជាផ្នែកមួយដែលជួយលើកសម្រាប់របស់យើងច្រើនដែរចឹងបើសិនជាផ្នែកស្បែកចំមករបស់យើងមើលទៅឃើញស្អាតរលោងអាចជួយឲ្យទម្រង់មុខរបស់យើងដូចជាសម្រាប់របស់យើងក្មេងជាងវ័យដែរអញ្ចឹងភាគច្រើនគឺបងប្អូនយើងក៏តែងតែថាបើសិនជាយើងមានមុនក្បាលខ្មៅនៅលើចំមកយើងគួរតែកុំញិចអីព្រោះតាមពេលដែលយើងញិចគឺវាឡើងធំទៅប៉ុន្តែបើសិនជាយើងយល់ឃើញបែបហ្នឹងគឺជាអត់ត្រូវទេអញ្ចឹងយើងគួរតែធ្វើការថែទាំយើងគួរតែធ្វើការព្យាបាលយើងកម្ចាត់នៅបញ្ហាមុនក្បាលខ្មៅនោះចេញ គឺជាការមួយដែលល្អដោយសារនៅពេលដែលមានមុនក្បាលខ្មៅនឹងនៅនឹងវាអាចធ្វើឲ្យរុនយើងរបស់យើងកាន់តែធំធ្វើឲ្យអាសមាសិកកខ្វក់ដែលមាននៅក្នុងផ្ទៃមុខរបស់យើងកន្លែងរុនច្រមុះរបស់យើងនឹងវាកាន់តែមានច្រើនឡើងណាបងប៉ុន្តែគាត់ថាការថែទាំឬក៏ការកម្ចាត់នៅបញ្ហាមុនក្បាលខ្មៅនឹងចេញគឺដោយវិធីណាក៏ជាលក្ខណៈសំខាន់ដែរបើមិនជាយើងអត់ដឹងពីវិធីនៅក្នុងការយកចេញឲ្យបានត្រឹមត្រូវទេអាចធ្វើឲ្យមានស្នាមអាចធ្វើឲ្យរុនញើសរបស់យើងដូចជា ចំមករបស់យើងកាន់តែប្រហោងធំទៅផងដែរអញ្ចឹងតើតើជាមួយនឹងការថែទាំដូចជាការកម្ចាត់នៅបញ្ហាផ្លាខាត់នៅក្នុងមជ្ឈមណ្ឌលធីរ៉ាគឺយើងមានសេវាកម្មច្រើនមែនទែនដើម្បីជួយកម្ចាត់ហើយគឺថាចំមករបស់គាត់កន្លែងសាច់ចំមករបស់គាត់កាន់តែស្អាតហើយក្មេងជាងវ័យដែរចា៎មើលទៅឃើញចំមករបស់យើងរៀងរលោងស្អាតចា ជាការពិតជាការទៅអ្នកខ្លះគាត់មានមុនក្បាលខ្មៅគាត់នឹងអត់សុកទេ ចា សុកកញ្ចក់ទៅឃើញខ្មៅចិត្តតែញិចកាលណាឃើញយើងកាន់តែញិចធ្វើឲ្យរឿងយើងកាន់តែធំហើយចឹងវាឡើងកាន់តែច្រើនចា ហើយបើមុនក្បាលខ្មៅច្រើនមានអារម្មណ៍ថា make up មិនក៏អត់ស្អាតដែរឃើញនៅលើនឹងឡងពេញនឹងតែម្ដងចាចូលលោកអ្នកអញ្ជើញមកកាន់ធីរ៉ាដើម្បីធ្វើការទទួលបាននៅការព្យាបាលបន្ថែមដូចជាថែទាំផងដែរចាបាទហើយមួយទៀតជាទូទៅអ្នកខ្លះក៏គិតថាដោយសារតែអាហារមានសារធាតុខ្លាញ់គឺជាមូលហេតុដែលធ្វើឲ្យយើងឡើងមុនតាមនេះជាការពិតដែរឬទេ 손님들
분들 대부분이 기름진 음식을 많이 드시면 여드름이 올라온다고 생각을 하시는데요. 매일매일 많은 양의 기름진 음식을 드시면 여드름이 올라올 수가 있습니다. 하지만 뭐 일주일에 한 번 정도 드시는데 여드름이 올라오는 건 아니니까 걱정하시기 마시기 바랍니다. 아무래도 기름진 음식을 많이 드시게 되면 비만으로 이어질 수가 있고요. 몸 안에 기름이 좀 많이 쌓이니까 가끔은 좀 여드름이 올라오는 경우도 있으니까 평상시 때 이렇게 여드름이 올라올 수 있는 음식들은 좀 조심하시는 게 좋은데요. 술이라든지 또 기름진 음식이라든지 설탕이라든지 캐러멜 같은 것들이 여드름을 유발할 수가 있으니까 평상시 때 좀 조심하시는 게 좋고요. 여드름이 올라오는 걸 좀 예방하고 싶다 이러신 분들은 저희 TR에서 거대해드린 엘시아 크림으로 관리하시면 좋습니다. ចាបងភាគច្រើនអតិជនក៏តែងតែគិតថានៅពេលដែលយើងញ៉ាំខ្លាញ់ច្រើនអាចជាមូលហេតុមួយបង្កទៅជាមានបញ្ហាឡើងមុនឬក៏ឡើងអាឡែកស៊ីប៉ុន្តែការគិតហ្នឹងក៏មិនខុសដែរប៉ុន្តែគាត់ថាបើសិនជាយើងញ៉ាំក្នុងមួយសប្តាហ៍ម្ដងពីរដងនេះអត់ជាបញ្ហាអីទេប៉ុន្តែបើសិនជាយើងញ៉ាំច្រើនទៅវាអាចជាបង្កជាបញ្ហានឹងដែរប៉ុន្តែអ្វីដែលជាការប្រុងប្រយ័ត្ននៅពេលដែលយើងញ៉ាំខ្លាញ់ច្រើនហ្នឹងវាអាចធ្វើឲ្យយើងបង្កទៅជាមានបញ្ហាធាត់ឡើងគីឡូអញ្ចឹងជាទូទៅនៅពេលដែលយើងឡើងគីឡូក៏អាចធ្វើឲ្យស្បែករបស់យើងរងផលប៉ះពាល់មួយចំនួនដែរងាយនឹងឡើងអាឡែកស៊ីឬក៏ស្បែករបស់យើងមានបញ្ហាងាយនឹងមានខ្លាញ់អីចឹងបងអញ្ចឹងគឺអាចមានបញ្ហាក្រហមអីនឹងច្រើនដែរអញ្ចឹងជាទូទៅដើម្បីចង់បានស្បែកមុខដែលស្អាតគឺយើងគួរតែកាត់បន្ថយជាមួយនឹងបញ្ហាការញ៉ាំជាតិខ្លាញ់ច្រើនខ្លះហើយនឹងជាមួយនឹងសមាសជាតិផ្អែមនេះយើងគួរតែកាត់បន្ថយខ្លះក៏ជាការមួយដែលល្អដែរដោយសារពេលដែលយើងញ៉ាំប្រភេទទាំងអស់នឹងច្រើនក៏អាចធ្វើឲ្យយើងមានបញ្ហាការឡើងមុនឬក៏ឡើងមានជាតិក្រហមនៅលើស្បែកមុខច្រើនដែរអញ្ចឹងចំពោះបងប្អូនដែលគាត់មានបញ្ហាឡើងក្រហមនៅលើស្បែកមុខឬក៏មានបញ្ហាឡើងមុននេះគឺគាត់អាចអញ្ជើញមកខាងមួយឆិតលូធាណាបានក៏ខាងយើងណែនាំជាមួយនឹងផលិតផលមួយឈ្មោះថា Agency Cream គឺជាប្រភេទ cream មួយដែលល្អអាចប្រើទៅជួយព្យាបាលបញ្ហាមុខមុនឬក៏គាត់ឡើងរោឬក៏គាត់ឡើងក្រហមហើយជាពិសេសក៏ជួយបដិកោសិកាស្បែកថ្មីគឺល្អសម្រាប់បងប្អូនអ្នកដែលគាត់មានបញ្ហាស្បែកគាត់រីងខ្សោយឬក៏កោសិកាថ្មីរបស់គាត់ដោះមករៀងយឺតបងដល់ពេលដែលយើងប្រើទៅគឺជួយពលឿននៅក្នុងការលូតលាស់នៃកោសិកាថ្មីរបស់គាត់អញ្ចឹងដល់ពេលដែលគាត់មានស្នាមនេះក៏ជួយព្យាបាលបានច្រើនដែរចា៎គឺជាផលិតផល 아젠시아 크림펑, 엘시아 크림펑 깐달러. ចា៎ 예, 저 그냥 저 러즈. ចាពិសេសមែនតើជាមួយនឹងផលិតផលរបស់ Tiara និយាយទៅគឺពិតជាបានផលពិតដោយសារតែនេះខ្ញុំជាអ្នកប្រើប្រាស់ផ្ទាល់ចាគឺឃើញថានៅពេលដែលបានប្រើប្រាស់ទៅពេលដែលយើងឡើងមុនអីអញ្ចឹងដាក់ទៅគឺបាត់ហ្មងចាហើយមុខយើងគឺស្អាតហើយ smooth មែនតើចាដោយសារតែបញ្ហាអ្នកដែលគាត់មានមុខមុនគឺគាត់ក៏មានមុខវាថាប្រេងច្រើនមែនតើតែម្ដងចាអញ្ចឹងនៅពេលដែលគាត់លាងមុខពេលខ្លះវិញឡើងប្រេងមកថែមទៀតទេចាអញ្ចឹងអ្នកដែលគាត់មានមុខប្រេងហ្នឹងគាត់តែឧស្សាហ៍លាងមុខល្អដែរឬទេចា 겉은 기름기가 굉장히 많으신데요. 그러신 분들 속은 굉장히 건조하시는 분들이 많이 계십니다. 이렇게 지성 타입 같은 경우는 금방 기름기가 생긴다고 세안을 너무 자주 하시게 되면 피부 안에 필요한 수분까지 모두 다 제거돼서 오히려 피부가 더 건조해지면서 기름이 더 많이 생길 수가 있으니까 피부에 맞는 세안제를 사용하시는 게 훨씬 더 좋습니다. 지성 피부 저희 떼알에서 권해는 시카폼으로 관리하시면 좋습니다. មានបងប្អូនយើងភាគច្រើនគាត់ថាស្បែកគាត់សម្បូរទៅដោយជាតិខ្លាញ់អញ្ចឹងគឺគាត់ធ្វើការលាងមុខឲ្យបានច្រើនដងដើម្បីកម្ចាត់ជាតិខ្លាញ់ប៉ុន្តែបើគឺយើងលាងមុខច្រើនដងពេកក៏អត់ជាត្រឹមត្រូវដែរដោយសារទីមួយពេលខ្លះស្បែករបស់យើងនៅផ្នែកខាងក្រៅគឺសម្បូរតែខ្លាញ់ប៉ុន្តែនៅផ្ទៃខាងក្នុងនៃស្តុបកោសិកាស្បែកអាចរីងស្ងួតអញ្ចឹងនៅពេលដែលយើងធ្វើការលាងសម្អាតច្រើនពេកទៅអាចធ្វើឲ្យសមាសជាតិសំណើមឬក៏សមាសជាតិខ្លាញ់ដែលជួយថែទាំស្បែករបស់យើងនឹងវាទៅជាបាត់បង់វិញណាអញ្ចឹងអាចធ្វើឲ្យស្បែករបស់យើងរងនៅផលប៉ះពាល់រងនៅសម្ពាធច្រើនអាចបង្កទៅជាបញ្ហាឡើងអាឡែកស៊ីឬក៏មានបញ្ហាឡើងមុនផ្សេងដែរអញ្ចឹងតើតូនជាមួយនឹងការលាងសម្អាតផ្ទៃមុខរបស់យើងក៏សំខាន់ដែរគឺយើងគួរតែប្រើប្រាស់ជាមួយនឹងផលិតផលណាដែលត្រឹមត្រូវជាមួយនឹងស្បែកមុខយើងហើយជាប្រភេទផលិតផលដែលយើងអាចប្រើបានគ្រប់ប្រភេទស្បែកដូចជានៅក្នុងមជ្ឈមណ្ឌលTiaraរបស់យើងគឺយើងមានជាប្រភេទ Sika Form គឺជាប្រភេទ form មួយដែលល្អមែនទែនយើងប្រើហើយគឺជួយកម្ចាត់នៅសមាសជាតិខ្លាញ់ដែលមាននៅលើផ្ទៃមុខរបស់យើងហើយដូចជាបាក់តេរីឬក៏ធូលីដីដែលមានទុំនៅលើផ្ទៃមុខរបស់យើងក៏ជួយកម្ចាត់បានល្អហើយជាពិសេសគឺអត់ធ្វើឲ្យផ្ទៃមុខរបស់យើងស្ងួតទេព្រោះថាផលិតផលខ្លះនៅពេលដែលយើងប្រើហើយមានអារម្មណ៍ស្បែកមុខរបស់យើងរីងស្ងួតប៉ុន្តែចំពោះ Sika Form នេះគឺអត់ស្ងួតទេប៉ុន្តែពេលដែលយើងប្រើហើយមានអារម្មណ៍ថាស្បែករបស់យើងនៅតែទន់ល្មើយហើយរីងមានសំណើមដែរចាពិសេសមែនតើជាមួយនឹងអ្នកដែលគាត់មានមុខប្រេងចាអញ្ចឹងគាត់អាចធ្វើការប្រើប្រាស់ជាមួយនឹង Sika Form បានដើម្បីឲ្យមុខរបស់គាត់មើលមកមានសំណើមតែមិនមែនជាការដែលគាត់មានប្រេងនៅលើផ្ទៃមុខច្រើនពេកនោះទេដោយសារតែពេលខ្លះគាត់គិតថាមុខប្រេងហ្នឹងគឺមុខមានសំណើមតែអត់ទេខុសគ្នាចាមុខប្រេងគឺជាមុខបែបខ្លាញ់ហ្មងចាអត់ស្អាតទេហើយមើលមកមេកអាប់ទៅក៏អត់ស្អាតដែរចាចលនាអាចធ្វើការប្រើប្រាស់ជាមួយនឹង Sika Form ពី Dr. Tiara បាទចា ប
បាទអរគុណលោកស្រីនាងកញ្ញាបានស្ដាប់ដូចបង្ហាញរកចម្លើយរបស់លោកស្រីបានបកស្រាយក៏ដូចជាវិធីសាស្ត្រផ្សេងៗដែលជួយឲ្យសម្រាប់កាន់តែស្អាតជាពិសេសគឺផលិតផលរបស់ដុកទ័រធីរ៉ាតែម្ដងបាទហើយវគ្គក្រោយយើងនឹងមានសំណួរជាបន្តទៀតពេលនេះពីកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនស្វាគមន៍ជាបន្តជាមួយកម្មវិធីកិច្ចភាព Korean Theara វិទ្យាសាស្ត្របាទវគ្គនេះយើងក៏នៅមានសំណួរជាបន្តទៀតដើម្បីសាកសួរទៅដល់លោកស្រីផងដែរបាទសូមសួរថាតើរសារមួយរយៈនេះគេគិតថាផលិតផលដែលយើងកំពុងតែប្រើរាល់ថ្ងៃវាល្អស្រាប់ស្បែករបស់យើងហើយតើយើងនៅបន្តរហូតទៀតតើវានៅតែល្អស្រាប់ស្បែករបស់យើងដែរឬអត់ 네, 자. 손님들 중에 화장품 바꾸는 거 너무 두려워하시는 분들 가끔 계십니다. 화장품 똑같은 거 계속 쓰신다고 절대 내성이 생기는 건 절대 아닌데요. 특히 의약품을 같이 함께 쓰시는 경우에는 의약품 안에는 꼭 본인에 맞게끔 내성이 생기지 않은 만큼의 약이 들어있기 때문에 여러분들 절대 걱정하지 마시고 똑같은 제품을 사용하셔도 상관없지만 나이가 들수록 나이나 계절이나 아니면 주름 상태라든지 재생 상태를 보면서 화장품을 맞춰서 사용하시는 게 훨씬 더 좋습니다. 제품 사시기 전에 저희 티아라에 오셔서 먼저 상담하시고 본인에 맞는 제품 구입하시는 게 훨씬 안전합니다. ក៏ថាជាទូទៅបើសិនជាយើងប្រើជាមួយនឹងផលិតផលរបស់យើងដដែលក៏ជាមិនជាបញ្ហាដែរជាពិសេសជាមួយនឹងផលិតផលដែលយើងប្រើជាមានសមាសថ្នាំមកបងព្រោះថាផលិតផលហ្នឹងវាត្រូវជាមួយនឹងស្បែករបស់យើងអញ្ចឹងយើងបន្តប្រើក៏បានដែរប៉ុន្តែបើសិនជាយើងក៏លេខមើលមួយទៀតជាទូទៅអាយុរបស់យើងគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងសុខភាពស្បែករបស់យើងស្ថានភាពស្បែករបស់យើងក៏ខុសគ្នាដែរអញ្ចឹងបើសិនជាយើងប្រើផលិតផលតាមប្រភេទអាយុរបស់យើងក៏ជាការមួយដែលល្អដែរអញ្ចឹងបើសិនជាបងប្អូនចង់បានប្រើប្រាស់ជាមួយនឹងផលិតផលដែលត្រឹមត្រូវល្អអាចចេញមកខាំជាដូធីដែរក៏បានក៏ខាងលោកស្រីគាត់បានផលិតផ្ទៃមុខជូនឲ្យគាត់នឹង recommend ជាមួយនឹងផលិតផលដែលត្រូវជាមួយនឹងស្បែកមុខរបស់យើងអញ្ចឹងនៅពេលដែលយើងប្រើផលិតផលទៅតាមវ័យរបស់យើងហើយគឺយើងនឹងទទួលបានប្រសិទ្ធភាពដែលល្អទៅតាមនឹងដែរចា ចាពិសេសមែនតើចាហើយមួយទៀតនោះក៏មានសំណួរសួរទៅកាន់លោកស្រីផងដែរបន្ទាប់ពីយើងលាងសម្អាតមុខហើយតើការជូតទឹកចេញពីមុខហ្នឹងគឺល្អដែរឬទេហើយបន្ទាប់ពីយើងបិទមាស់ស្បែកមុខមានសំណើមហើយគឺអាចរក្សាទុកពេលយូរដែរឬទេចា 네, 세안하시고 피부 안에 물기가 남아 있으면 살살살살 툭툭 두들겨서 피부 안을 흡수시켜 주시는 게 좋은데요. 수건으로 뭐 물기를 제거하시나 빡빡 문지르시거나 이렇게 되시면 오히려 문제가 될 수가 있고 피부가 좀 더 건조해질 수가 있고요. 그냥 그대로 놔두시게 되면 수분이 증발하면서 피부 안에 필요한 수분까지 함께 증발할 수가 있으니까 오히려 주름이 좀 생길 수가 있습니다. 특히 마스크팩 붙이시고 20분 지났는데 마스크팩 촉촉하다고 그대로 두시면 피부에 알러지도 생길 수가 있고 수분이 날아가서 오히려 건조한 피부를 만들 수가 있으니까 정해진 시간에 꼭 마스크팩을 제거하시는 게 좋은데요. 저희 티아라에서 권해드린 쿨링 마스크팩으로 관리를 하시면 진정에 굉장히 많은 도움을 줄 수가 있습니다. ជាទូទៅបើសិនជាយើងធ្វើការលាងសម្អាតផ្ទៃមុខឲ្យស្អាតគឺពេលដែលយើងចេញពីបន្ទប់ទឹកមកវិញនៅមានទឹកតិចៗនៅលើផ្ទៃមុខរបស់យើងក៏យើងតប់តិចៗឲ្យទឹកហ្នឹងវាជ្រាបចូលទៅក្នុងស្បែកមុខរបស់យើងបានល្អបងអញ្ចឹងយើងគួរតែជៀសវាងកុំយកកសែងមកជូតឲ្យស្ងួតពេកឬក៏អ្នកខ្លះទៀតគាត់អត់ហ៊ានជូតមុខទេគាត់សុកចិត្តពេលចេញពីបន្ទប់ទឹកមកគាត់ទុកឲ្យស្ងួតខ្លួនឯងតែម្ដងអញ្ចឹងក៏អត់សូវល្អដែរទេពេលដែលយើងទុកបែបហ្នឹងគឺធ្វើឲ្យសមាសធាតុសំណើមដែលមាននៅក្នុងស្ទាប់កោសិកាស្បែករបស់យើងគឺហើរទៅតាមនឹងដែរអញ្ចឹងអាចធ្វើឲ្យស្បែកយើងស្ងួតហើយបងប្អូនយើងមួយចំនួនទៀតគាត់ថាការបិទម៉ាស់ឲ្យបានយូរគាត់ស្ដាយផលិតផលដូចជា essence នៅក្នុងប្រភេទម៉ាស់គាត់បិទទុកឲ្យបានយូរអញ្ចឹងទៅវាល្អសម្រាប់គាត់ប៉ុន្តែការយល់ឃើញបែបនេះគឺមិនត្រឹមត្រូវទេបើមិនជាយើងបិទទុកយូរពេកធ្វើឲ្យសមាសធាតុម៉ាស់ហ្នឹងវាសូបជាមួយនឹងសំណើមដែលមាននៅក្នុងស្បែកមុខរបស់យើងអញ្ចឹងអាចធ្វើឲ្យស្បែករបស់យើងរងដល់ផលប៉ះពាល់រងដល់ជាមួយនឹងបញ្ហាអាឡែកស៊ីឬក៏បញ្ហាផ្សេងកើតឡើងអញ្ចឹងជាទូទៅនៅការបិទម៉ាស់គឺគេមានកម្រិតនីតិរបស់គេអញ្ចឹងយើងគួរតែបិទតាមអ្វីដែលគេណែនាំគឺជាការមួយដែលល្អដែរហើយនៅក្នុងមជ្ឈមណ្ឌលធានារបស់យើងក៏គាត់មានជាប្រភេទ mask pack ដែរយើងបិទជាប្រចាំល្អមែនតើគឺជាប្រភេទ cooling mask បងចាយើងបិទហើយជួយឲ្យស្បែករបស់យើងមានសំណើមភ្លឺរលោង ចាញ់ចឹងហើយជាពិសេសមួយទៀតគឺជួយកាត់បន្ថយបញ្ហាអាឡែកស៊ីឬក៏អ្នកដែលគាត់មានបញ្ហាស្បែកខ្សោយគឺយើងអាចប្រើបានដែរយើងប្រើជាប្រចាំបានចាពិសេសមែនតើជាមួយនឹងការតិចដើម្បីធ្វើឲ្យយើងកាន់តែស្អាតជាងមុនចាលោកអ្នកប្រកាសជាទទួលបាននៅចំណេះដឹងបន្ថែមតាក់ទងជាមួយនឹងវិធីនៃការឲ្យយើងកាន់តែស្អាតជាងមុនបន្ថែមទៀតផងដែរចាលោកស្រីមានអីបន្ថែមដែរសិនចេញ 네, 저희 티아라에 오시는 분들 중에 티아라 제품을 너무 좋아하셔가지고 제품을 사가셔서 한 달 만에 크림을 다 쓰셔서 또 오더하시는 분들이 계십니다. 왜 이렇게 우리가 빨리 쓰냐고
말씀드렸더니 너무 제품이 좋아서 한 번에 많은 양을 바르시는데 절대 많은 양 바르신다고 피부가 좋아지시는 거 아닙니다. 크림은 2개월에서 3개월 정도 사용하실 수가 있으니까 적당량을 바르셨을 때 훨씬 더 효과가 좋으니까 본인에 맞게끔 사용하시는 게 훨씬 더 안전합니다. 멀리 계시는 분들 피부 관리는 닥터티아라를 하시기 바랍니다. មានបងប្អូនយើងមួយចំនួនគាត់ចូលចិត្តផលិតផលដុកទ័រផលិតផលនៅក្នុងឆាប់ដូធីរ៉ារបស់យើងអញ្ចឹងនៅពេលដែលគាត់ទិញមួយឈុតធំហើយមួយខែក្រោយគាត់ជ័យមកវិញហើយលោកស្រីគាត់ឆ្ងល់មិនប្រើអស់លឿនមែនអញ្ចឹងគាត់ថាពេលគាត់ប្រើទៅល្អគាត់ប្រើម្ដងច្រើនអញ្ចឹងលោកស្រីគាត់ផ្ដាំថាមិនមែនថាយើងប្រើច្រើននៅក្នុងចំនួនម្ដងនឹងហើយប្រសិទ្ធភាពបានខ្ពស់ជាងមុនទេដោយសារស្បែករបស់យើងក៏ទទួលបានបរិមាណដែលត្រឹមត្រូវមួយដែរយើងប្រើមកកម្រិតដែលល្មមទៅគឺបានហើយអាចថាប្រសិទ្ធភាពក៏កាន់តែល្អដែរអញ្ចឹងយើងអាចសន្សំសំចៃជាមួយនឹងផលិតផលរបស់យើងជាទូទៅក្នុងមួយខ្លងក៏យើងអាចប្រើបាន3ទៅ4ខែ2ទៅ3ខែអញ្ចឹងបងអញ្ចឹងគឺអាចកាត់បន្ថយនឹងការចំណាយបានមួយផ្នែកធំដែរមិនប្រើច្រើននឹងពេកទេចាយើងប្រើទៅតាមការដែលណែតាមលោកស្រីណែនាំទៅហើយតាមលំដាប់លំដោយដែលគាត់ជម្រាបជូននោះគឺជាការមួយដែលត្រឹមតែបំផុតហើយជាមួយនឹងបងប្អូនដែលគាត់នៅឆ្ងាយអត់មានពេលវេលាអញ្ជើញមកពីគ្រូច្បាប់គាត់អាចជ្រើសរើសជាមួយនឹងផលិតផលដុកទ័រធីរ៉ាបានចាពិសេសមែនតើជាមួយនឹងផលិតផលរបស់ដុកទ័រធីរ៉ាចាគឺអាចរកទិញបានទីតំណាងចែកចាយតាម25ខែក្រុងឬក៏អាចធ្វើការរកទិញបានតាមរយៈសាស្ត្រទំនើបចា Eon Lucky Guardian និង Chip Mong ផងដែរតើតោងជាមួយនឹងព័ត៌មានបន្ថែមអាចចូលទៅកាន់ Facebook page របស់ពួកគាត់គឺ Korea Tiara Beauty Tiara Beauty Aesthetic ឬក៏អាច call ទៅកាន់លេខ012 843 355 010 924 77 និង7 088 36 ចា40 011ផងដែរឬក៏អាចចូលមកកាន់ទីតាំងដែលផ្ទាល់គឺមានផ្ទះលេខចា1020ផ្លូវលេខ1952សង្កាត់ភ្នំពេញថ្មីខេត្តសែនសុខរាជធានីភ្នំពេញ បាទអរគុណចុងក្រោយក៏សូមអរគុណដល់លោកស្រីនិងបងអូនស្រីដែលបានចែករំលែកនៅវិធីសាស្ត្រល្អៗដែលពីនិយាយពីការថែរក្សាសម្រស់ធ្វើយ៉ាងណានៅក្មេងនិងស្អាតក្មេងជាងវ័យផងដែរហើយក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលគាត់កំពុងតាមដានទស្សនាជាមួយកម្មវិធីរបស់យើងហើយក៏សូមអរគុណដល់អតិថិជនដែលគាត់គ្រប់គ្រងនៅផលិតផលដុកទ័រធីរ៉ានិងអតិថិជនដែលគាត់តែងតែមកទទួលសេវាកម្មនៅមជ្ឈមណ្ឌលថែសម្ផស្សធីរ៉ាផងដែរបាទហើយកម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់សន្យាថាជួបគ្នានៅពេលក្រោយម្ដងទៀតពេលនេះយើងទាំងអស់គ្នាសូមអរគុណសូមគោរពលា